សួស្តីទាំងអស់គ្នាវិលត្រឡប់មកវីដេអូថ្មីមួយទៀតសម្រាប់វីដេអូថ្មីនេះគឺខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាឬក៏ចែករំលែកអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការដូរលេខសម្ងាត់នៅក្នុង Facebook អញ្ចឹងណាអញ្ចឹងជាទូទៅអ្នកខ្លះក៏ដឹងហើយថារបៀបដូរលេខកូដឬក៏គេហៅថា password នៅក្នុង Facebook ហ្នឹងគេដូររបៀបម៉េចក៏ប៉ុន្តែមានអ្នកខ្លះទៅគាត់អត់ដឹងអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺសម្រាប់អ្នកដែលអត់ទាន់ដឹងតែបើសិនជាគាត់ដឹងហើយអញ្ចឹងគាត់អាចមើលឬក៏ជាការចែករំលែករបស់ខ្ញុំឬក៏គាត់អាចចែករំលងក៏បានដែរអញ្ចឹងណាអញ្ចឹងដើម្បីដូរ password បានអ្នកទាំងអស់គ្នាចូលមកក្នុង Facebook account របស់យើងមកយើងមាន Facebook account អញ្ចឹងណាយើងចូលមកហើយបន្ទាប់មកយើងហ្នឹងហើយនេះជា Facebook account របស់ខ្ញុំអញ្ចឹងយើងចូលទៅកាន់កន្លែងត្រេ3ខាងលើនេះកន្លែងត្រេ3នេះយើងចុចលើវាមកអូខេហើយបន្ទាប់មកយើង scroll ចុះក្រោមឬក៏អូសចុះក្រោមហើយអ្នកទាំងគ្នាយកមើលពាក្យថា setting and privacy អញ្ចឹងណាអញ្ចឹងយើងចុចលើពាក្យ setting and privacy បន្ទាប់មកអ្នកទាំងគ្នាត្រូវមើលពាក្យថា setting ខ្ញុំសូមស៊ូមគៀនតិចយកពាក្យថា setting ហើយបន្ទាប់មកយើងចូលទៅកាន់យើងអូសរកពាក្យថាសុំទៅខាងលើវិញយកពាក្យថានេះកន្លែងនេះ meta password security personal detail across profile experience ចឹងទៅបើសិនជាអ្នកទាំងអស់គ្នាអត់ចេះអក្សរអង់គ្លេសទេអ្នកទាំងគាត់តែមើលទៅអាសញ្ញាដូចជាលេខ8ដេកនេះចឹងណាចឹងយើងចូលទៅកន្លែងនេះទៅចុចលើវាមកអូខេយើងចុចមកហើយបន្ទាប់មកយើងចុចទៅលើដោយសារតែខ្ញុំមាន account ច្រើនដល់ពេលអញ្ចឹងវា connect គ្នាច្រើនអញ្ចឹងណាអញ្ចឹងយើងចុចលើពាក្យនេះមកអូខេអញ្ចឹងយើងចុចលើ profile របស់យើងមកបន្ទាប់មកទៀតយើងចុចលើ profile យើងម្ដងទៀតអូខេកន្លែងនេះសំទោសកន្លែងlogin and security នេះអញ្ចឹងយើងចូលទៅកន្លែងនេះមកយើងចុចលើវាមកណាអូខេនេះកន្លែងនេះវាដាក់ថា change password ឥឡូវខ្ញុំសុំដាក់គៀកសារតែខ្ញុំខ្លាចថាមើលអត់ឃើញអញ្ចឹងណាអញ្ចឹងវាដាក់ថា change password ខ្ញុំសូមចុចលើពាក្យ change password មកហើយកន្លែងនេះអ្នកទាំងអស់គ្នាត្រូវដាក់ password ចាស់មានន័យថា password ដែលយើងកំពុងតែប្រើបច្ចុប្បន្នអញ្ចឹងណាខាងលើនេះអញ្ចឹង password ចាស់និង password ដែលយើងប្រើបច្ចុប្បន្នមានន័យថាយើងដាក់ password ដំបូងដែលយើងបានដាក់កាលមុនណាអញ្ចឹងខ្ញុំសូមដាក់ password របស់ខ្ញុំជាស្រ័យខ្ញុំសូមបិទកន្លែងនេះដាក់អូខេខ្ញុំសូមបិទកន្លែងនេះបន្តិចអូខេអញ្ចឹងខ្ញុំបានដាក់ password account របស់ខ្ញុំរួចហើយអញ្ចឹងមានន័យថាកន្លែងនេះគឺជា password ចាស់របស់យើងអញ្ចឹងដើម្បីឲ្យបាននៅ password ថ្មីនេះកន្លែង new password នេះកន្លែង new password នេះយើងត្រូវដាក់ password ណាដែលយើងចង់ដូរមានន័យថា password ថ្មីអញ្ចឹង
ឥឡូវខ្ញុំសុំដាក់ password មួយ plate ឥឡូវខ្ញុំដាក់ password ថ្មីណាចឹងខ្ញុំដាក់ថានេះអ្នកទាំងអស់គ្នាចង់ដាក់តាមអ្វីដែលអ្នកទាំងអស់គ្នាចង់ដាក់ទេមិនមែនស្រេចទៅលើខ្ញុំទេអ្នកទាំងអស់គ្នាចង់ដាក់ password អីដាក់ទៅតែសំខាន់ឲ្យតែវា secure មានន័យថាវាមានសុវត្ថិភាពចឹងណាចឹងខ្ញុំសុំដាក់ password បន្តិចអូខេអញ្ចឹងខ្ញុំបានដាក់ password ហើយចឹងអ្នកទាំងអស់គ្នាអាចដាក់ password តាមអ្វីដែលអ្នកទាំងអស់គ្នាចង់ដាក់ទៅហើយបន្ទាប់មកយើងយកពាក្យថា change password ក៏ប៉ុន្តែកន្លែងត្រង់ចំណុចនេះអ្នកទាំងអស់គ្នាអាចគ្រីសនៅកន្លែងនេះដើម្បីឲ្យវា log out នៅគ្រប់device មានន័យថាឧបករណ៍ដែលធ្លាប់ log in វាទាំងអស់ហ្នឹងគឺឲ្យវា log out ទាំងអស់អញ្ចឹងណាអញ្ចឹងខ្ញុំអត់ចង់អញ្ចឹងទេខ្ញុំចង់ទុកឲ្យវានៅទូរស័ព្ទផ្សេងព្រោះខ្ញុំប្រើនៅលើទូរស័ព្ទផ្សេងដែរអញ្ចឹងណាអញ្ចឹងខ្ញុំគ្រាន់តែដូរ password ទេអញ្ចឹងយើងចុចពាក្យថា change អូខេអញ្ចឹងវាទាមទារឲ្យយើងដាក់លេខកូដដោយសារតែខ្ញុំconnect ជាមួយនឹង email អញ្ចឹងណាអញ្ចឹងខ្ញុំត្រូវចូលទៅកាន់ email ដើម្បីយកលេខកូដអូខេអញ្ចឹងខ្ញុំសុំពេលបន្តិចដើម្បីចូលទៅកាន់ email អូខេអញ្ចឹងដោយសារតែខ្ញុំមានលេខកូដហើយអញ្ចឹងខ្ញុំអាចចុចពាក្យថា next អូខេអញ្ចឹងឥឡូវនេះវាដាក់ថាលេខកូដ update អញ្ចឹងមានថាលេខកូដរបស់យើងគឺយើងដូរបានសម្រេចអញ្ចឹងណាអញ្ចឹងទៅទៅនឹងការដូរ password គឺវាមានតាមអ្វីដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលពីមួយ step ទៅពីមួយជំហានទៅមួយជំហានទៅថាការដូរហ្នឹងវារបៀបម៉េចអញ្ចឹងណាអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងហើយមានន័យថានៅពេលដែលយើងដូរហើយមានន័យថា password ហ្នឹងគឺយើងប្រើ password ថ្មីអញ្ចឹងណាយើងអាចប្រើ password ចាស់បានទេអញ្ចឹងនៅពេលដែលអ្នកទាំងគ្នា log ចូលសារថ្មីអ្នកទាំងគ្នាត្រូវប្រើត្រូវយក password ថ្មីនោះដើម្បីត្រូវយក password ថ្មីដើម្បីដាក់បញ្ចូលទៅនៅក្នុង account នេះបើសិនជាអ្នកទាំងគ្នាយក password ចាស់គឺអ្នកទាំងគ្នាអត់អាច log ចូលបានទេអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងហើយសូមអរគុណច្រើន